វិបនៃការជិះចាប់ការបំផុសគំនិតនិងការលើកទឹកចិត្តដ៏អស្ចារ្យការរងទុក្ខស្រាលនាពេលនេះនឹងបង្កើតសេរីល្អដ៏អស្ចារ្យមួយសម្រាប់យើងដែលលើសអ្វីទាំងអស់កូរិនថូសទី2:4ខទី15ពីសាឡុមជាមិត្តជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទនៅពេលដែលខ្ញុំបានយកចិត្តទុកដាក់លើការអានថ្ងៃនេះខ្ញុំបានស្រមៃថាប៉ុលជាអ្នកជំរុញទឹកចិត្តដ៏រឹងមាំសម្រាប់ក្រុមជំនុំនៅក្រុងកូរិនថូសប៉ុលរីបញ្ជីការសាកល្បងនិងការរងទុក្ខដែលគាត់ពិតជាបានជួបដោយសារសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះម្ចាស់យេស៊ូវគ្រីស្ទគោលដៅរបស់ប៉ុលគឺសម្រាប់អ្នកកាន់តាមព្រះគ្រីស្ទឲ្យមានទស្សនៈត្រឹមត្រូវលើព្រះម្ចាស់យេស៊ូវដែលលោកបានបម្រើទ្រង់មានបន្ទូលថាការរងទុក្ខស្រាលក្នុងពេលបច្ចុប្បន្ននេះនឹងបង្កើតសេរីល្អដ៏នៅអស់កលឹបជានិច្ចដែលលើសជាងអ្វីទាំងអស់នៅក្នុងវិធីមួយចំនួនទស្សនៈរបស់យើងនិងកាលៈទេសៈរបស់យើងមានសារៈសំខាន់ជាងអ្វីដែលយើងជួបប្រទះនៅពេលនេះប៉ុលបានបន្តទៀតថាអ្វីដែលមើលឃើញគឺបណ្ដោះអាសន្នប៉ុន្តែអ្វីដែលមើលមិនឃើញគឺអស់កលឹបជានិច្ចកូរិនថូសទី2:4-18ការរងទុក្ខរបស់យើងនឹងមិនសំខាន់ទេបើប្រៀបធៀបនឹងសេរីល្អដែលរងចាំយើងខ្ញុំសូមអញ្ជើញលោក Christian Suharto Pibadara Rejawali Nisantara មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Badara Case ដើម្បីលើកសរសើរដូចខាងក្រោមនេះខ្ញុំមិនដឹងថាថ្ងៃស្អែកនឹងនាំមកនៅអ្វីនោះទេប៉ុន្តែជំហានរបស់ខ្ញុំគឺរឹងមាំមិនមែនព្រះអាទិត្យដែលខ្ញុំបានរំពឹងទុកទេព្រោះព្រះអាទិត្យនឹងរលាយបាត់អូខ្ញុំមិនខ្វល់ខ្វាយទេពេលវេលាកាន់តែខិតជិតខ្ញុំដើរជាមួយព្រះយេស៊ូវ3ថ្ងៃចុងក្រោយបេះដូងនឹងស្ងប់ស្ងាត់មួយតើយើងធ្លាប់ឬគេនិយាយថាយើងជឿលើព្រះយេស៊ូវអស់ពីចិត្តទេយើងជឿថាទ្រង់ពិតជាអាចដោះស្រាយបញ្ហាទាំងអស់របស់យើងហើយយើងអាចរីករាយនឹងទ្រព្យសម្បត្តិនិងសន្តិភាពរបស់ទ្រង់នៅក្នុងជីវិតនេះប្រសិនបើនោះជាផ្លូវដែលព្រះបានរចនាសម្រាប់អ្នកដែលបម្រើទ្រង់តើយើងរៀនអ្វីខ្លះពីជីវិតរបស់ប៉ុលក្រោយពីបានប្រែចិត្តទោះបីប៉ុលបានរស់នៅក្នុងជីវិតដ៏គួរឲ្យគោរពបំផុតក៏ដោយក៏គាត់នៅមានបញ្ហាជាច្រើនដែលគាត់គឺជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យបំផុតគ្រប់ពេលវេលាតើគាត់ប្រឈមមុខនឹងបញ្ហាអ្វីខ្លះវាត្រូវចាប់ខ្លួនចិត្តលងទឹករត់ចេញពីក្រុងសូមឲ្យយើងមើលទៅយ៉ូសេបអាប់រ៉ាហាមយោបយេរេមៀពេត្រុសពួកគេជាមនុស្សដែលមានជំនឿទោះយ៉ាងណាក៏ដោយពួកគេទាំងអស់ប្រឈមមុខនឹងគ្រោះថ្នាក់និងការលំបាកដែលយើងមិននឹកស្មានដល់ថានឹងជួបប្រទះចុះហេតុអ្វីបានជាមានការតស៊ូដូចរូបខាងលើហេតុអ្វីសោកនាដកម្មដែលវាអ្នកកាន់តាមលោកយេស៊ូវមានឥទ្ធិពលខ្លាំងម្ល៉េះហេតុអ្វីបានជាយើងមិនរួចពីគ្រោះធម្មជាតិជំងឺធ្ងន់ធ្ងរវិវាទរវាងបុគ្គលនិងការព្យាបាលដោយអយុត្តិធម៌ពីអ្នកដទៃខូចចិត្តដោយសារការតស៊ូផ្ទាល់ខ្លួនទោះជាយ៉ាងណាក៏ដោយតាមរបៀបដែលព្រះធ្វើការដោះស្រាយបញ្ហារបស់យើងអាចត្រូវបានប្រើជាប្រយោជន៍សម្រាប់នគរនិងផែនការរបស់ទ្រង់រ៉ូម8:28ភីលីប1:12សិទ្ធនិងការត្រាស់ហើយរបស់យើងគឺដើម្បីលើកតម្កើងព្រះហើយផ្គប់ចិត្តទ្រង់ក្នុងស្ថានភាពណាមួយប្រសិនបើយើងធ្វើដូច្នោះខ្ញុំជឿថាការតស៊ូរបស់យើងនឹងអាចដឹកនាំអ្នកដទៃទៅរកព្រះម្ចាស់និងព្រះអង្គសង្គ្រោះរបស់យើងនៅពេលនោះយើងនឹងសម្រេចបាននៅគោលដៅចុងក្រោយរបស់យើងពោលគឺការទទួលបានសន្តិភាពនិងរង្វាន់នៅស្ថានសួគ៌ព្រះអនុញ្ញាតឲ្យការសាកល្បងនៃជីវិតវាយើងសម្រាប់សេរីល្អរបស់ទ្រង់អាមែនការបំផុសគំនិតថ្ងៃនេះអ្វីដែលត្រូវការបំផុតក្នុងគ្រប់ការលំបាកគឺទស្សនៈរបស់យើងចំពោះព្រះBawalah persembahanmu nanti ke altar yang suci. Semoga apa-apa berkenan mengambil tanda cintamu. Bawalah hati indah berseri ke altar yang suci. Semoga apa-apa berkenan mengambil bunga hatimu. Lenyaplah kesan hampaku lana semarak ini medan berbakti berhias
bagaikan niat warna-warni, bagaikan kembang mekar berseri. Bawalah persembahanmu nanti ke altar yang suci. Semoga apa Bapa berkenan mengambil tanda cintamu